Some log a go, tripo, jamun and such by John. Chinnabong, young to a garling such by John, I cream, you mean typo. I don't mean polite, young trim roaches rajai. I jump young to a garling such a nung, I ring cream and take banding that cream joel. And they could cream in your book high. យើងធ្វើការលីងជាមួយនឹងសាច់ជ្រូកបីជាន់ឲ្យវាមានក្លិនឈ្ងុយបន្ទាប់មកយើងថែមប្រហុកចូលប្រហុកនេះខ្ញុំដាក់រៀងច្រើនបន្តិចព្រោះខ្ញុំចង់បានរសជាតិដិតហើយយើងកូរច្របល់វាចូលគ្នាឲ្យវាចូលជាតិជាមួយនឹងសាច់ជាមួយនឹងគ្រឿងជះក្លិនមកគឺថាឈ្ងុយមែនតែនបន្តមកទៀតគឺយើងថែមគ្រឿងស្ករប៊ីចេងទឹកត្រីតាមចំណង់ចំណូលចិត្តរបស់បងប្អូនញ៉ាំរៀងដិតរៀងស្រាលគឺទៅតាមនឹងអញ្ចឹងទៅណាបងប្អូនហើយបន្តមកនេះខ្ញុំមានបន្លែរឹងនេះខ្ញុំធ្វើការដាក់មុនព្រោះខ្ញុំដាក់ត្រីទៅខ្លាចវាបែកសាច់អញ្ចឹងខ្ញុំក៏យកបន្លែដែលមានរឹងហ្នឹងខ្ញុំយកដាក់ចូលមុនដើម្បីកូរជាមួយគ្រឿងជាមួយសាច់ជ្រូកយើងហ្នឹងឲ្យវាចូលគ្នាបានល្អណាហើយបានយើងថែមទឹកថែមត្រីឬក៏ថែមបន្លែអីទៅតាមក្រោយទៀតព្រោះដោយសារតែបន្លែយើងរឹងនេះ poison បានយើងអាចថែមពីមុខក្រោយនឹងតែអញ្ចឹងទេគឺធ្វើឲ្យសម្លនឹងគឺបែកសាច់ត្រីអស់ហើយបងប្អូនគឺអត់តំណងហើយក៏អត់គួរចង់ញ៉ាំអញ្ចឹងណាអញ្ចឹងយើងត្រូវការកូរលីងបន្លែរឹងនឹងហើយរំងាស់វាជាមួយទឹកឲ្យវាចូលជាតិបានល្អជាមួយនឹងគ្រឿងដែលយើងថែមមុននឹងអញ្ចឹងយើងធ្វើការកូរវាម្ដងបន្តិចអញ្ចឹងទៅណាបងប្អូនកូរវានេះខ្ញុំអត់ទាន់ថែមទឹកទេព្រោះដោយសារខ្ញុំចង់កូរវាឲ្យចូលជាតិជាមួយនឹងគ្រឿងដែលយើងដាក់សិនអញ្ចឹងខ្ញុំកូររៀងយូរបន្តិចដែរបានខ្ញុំបន្ថែមទឹកតាមក្រោយហើយការថែមទឹករបស់ខ្ញុំហ្នឹងក៏ថែមមិនច្រើនតែម្ដងដែរខ្ញុំធ្វើការថែមម្ដងបន្តិចដើម្បីរំងាស់បន្លែហ្នឹងឲ្យវាមានពុះឲ្យវាទន់បន្លែហ្នឹងហើយទៅបានយើងបង់ត្រីចូលនេះពេលខ្ញុំបង់ត្រីហ្នឹងគឺខ្ញុំអត់បានថតអត់បានចុចពេលចឹងទៅវាធ្វើឲ្យវាដាច់អាកណាត់ហ្នឹងអញ្ចឹងគឺបងប្អូនឃើញអញ្ចឹងគឺត្រីបានចូលក្នុងឆ្នាំងរួចទៅហើយអញ្ចឹងយើងមកធ្វើការដុសពពុះវាព្រោះយើងដុសវាចេញទៅដើម្បីឲ្យកុំឲ្យវាមានពពុះកាវាគ្រឿងអីហ្នឹងតិចហ្នឹងណាដុសហើយអីហើយក៏ខ្ញុំធ្វើការដាក់បន្លែខៀវចូលបន្លែខៀវហើយគឺខ្ញុំធ្វើការបង់អង្គលីងដែលខ្ញុំបានកិនបុកហើយហ្នឹងណាមើលសាច់ត្រីរបស់យើងត្រីពោគឺល្អមែនតើដល់ពេលយកមកស្លកកូរសាក់ម្ដងចេះគឺមានរសជាតិឆ្ងាញ់មែនតើបងប្អូនខ្ញុំញ៉ាំហើយថ្ងៃមិញប៉ុន្តែឃើញអញ្ចឹងកាត់វីដេអូហ្នឹងគឺឃើញហើយគឺគួរចង់ញ៉ាំទៀតហ្មងសម្លខ្មែរយើងមើលទៅគឺគ្រឿងច្រើនបន្តិចប៉ុន្តែនិយាយពីថារសជាតិគឺញ៉ាំហើយគឺចង់ញ៉ាំទៀតតែម្ដងអញ្ចឹងបងប្អូនទស្សនាមើលតើសម្លកកូររបស់ខ្ញុំថ្ងៃហ្នឹងគួរឲ្យចង់ញ៉ាំទេសម្រាប់ខ្ញុំវិញឃើញហើយស្រាប់ទឹកមាត់គួរឲ្យចង់ញ៉ាំហ្មងឆ្អិនហើយបងប្អូននេះធ្វើការបិទភ្លើងហើយក៏ដួសបាយហើយតើបងប្អូនញ៉ាំបាយទាំងអស់គ្នាជាមួយនឹងស្លកកូរត្រីពោសាច់ជ្រូក3ជាន់អរគុណបងប្អូនទាំងអស់គ្នាដែលទស្សនាវីដេអូនេះ